នៅក្នុងថ្ងៃទី14ខែសីហានេះត្រូវជាថ្ងៃវោកមីយ៉ាងឆ្នាំដែលល្អប្រសើរដែលហើយនៅក្នុងថ្ងៃនេះផ្ទាល់មានឆ្នាំម្សាញ់ជូតហើយនឹងរោងចំពោះអ្នកដែលត្រូវការធាតុមាសយើងឃើញថាកាន់តែល្អប្រសើរធម្មពលនៃធាតុមាសមានកម្លាំងខ្លាំងមកទាំងរាសីមេឃហើយនិងរាសីដីចំពោះឆ្នាំដែលគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នទៅលើមុខរបរអាជីវកម្មការងារការសម្រេចចិត្តជាពិសេសតកតងទៅនឹងការបើកបរធ្វើដំណើរមានឆ្នាំខាធាតុឈើវ័យ53ឆ្នាំនិងខាធាតុភ្លើងវ័យ41ឆ្នាំទិសដែលយើងគួរតែជៀសវាងប្រុងប្រយ័ត្ននៅក្នុងការជួសជុលស្វានដំមុខគ្រឹះមានទិសខាងត្បូងហើយនិងទិសខាងជើងឈៀងខាងលិចចំណែកឯទិសល្អដែលយើងអាចធ្វើការអង្គុយប្រើប្រាស់ឬក៏ក្នុងករណីយើងចង់ចាប់ទៀតយើងអាចប្រើប្រាស់បាននៅទិសខាងលិចទី3 285អង្សាដោយការដាក់ជាទឹកមានចលនាឬក៏យើងប្រើប្រាស់ជាគោអំបិលដោតនៅក្នុងទិសនឹងកាន់តែល្អប្រសើរថែមទៀតម៉ោងដែលយើងអាចធ្វើការចាប់លាបបាននៅក្នុងចន្លោះម៉ោង7ទៅម៉ោង9ព្រឹកម៉ោង9ព្រឹកទៅម៉ោង11ថ្ងៃត្រង់និងមួយវេនចុងក្រោយម៉ោង7ទៅម៉ោង9យប់សម្រាប់កិច្ចការងារសំខាន់ដែលយើងអាចចាប់ផ្ដើមឬក៏ប្រព្រឹត្តនៅក្នុងថ្ងៃនេះល្អប្រសើរដូចជាការចាប់ផ្ដើមការងារថ្មីការប្រមូលបំណុលដំណើរកំសាន្តយើងឃើញថាល្អប្រសើរអ្វីដែលយើងគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ទៅលើការផ្ដាច់ឬក៏រំលាយកិច្ចសន្យាបុកគ្រឹះសាងសង់ជួសជុលអាពាហ៍ពិពាហ៍ការធ្វើទីផ្សារទំនាក់ទំនងចុះហត្ថលេខាទៅលើកិច្ចសន្យាឬកិច្ចព្រមព្រៀងពាណិជ្ជកម្មការស្វែងរកការព្យាបាលតាមបែបវិទ្យាសាស្ត្រសុទ្ធតែជាអ្វីដែលយើងគួរតែមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្ននៅក្នុងថ្ងៃនេះផ្ទាល់សម្រាប់សំណួរឬក៏ចម្ងល់បន្ថែមបងប្អូនអាចចម្លាក់នៅក្នុងក្រុម Telegram ដែលខ្ញុំដាក់ជា link និង QR នៅពីលើ page នេះផ្ទាល់ជូនពរសំណាងល្អ